ជំរាបសួរបងប្អូនអរគ្នាបាទមាសបន្តឡើងទៀតហើយបងប្អូនបាទមូលហេតុអ្វីបានជាតម្លៃហាងឆេងមាសមានការកើនឡើងបែបនេះបាទការប្រយុទ្ធមិញយើងឃើញថាតម្លៃហាងឆេងមាសមានការកើនឡើងច្រើនមែនទែនបងប្អូនមើលនៅក្នុង screen ទៅបាទគឺមួយថ្ងៃគឺមានការកើនឡើងច្រើនបាទមួយបកគោធំមែនទែនមូលហេតុអ្វីបានជាតម្លៃហាងឆេងមាសមានការកើនឡើងកាលពីម្សិលមិញរៀងល្ងាចដែរបងប្អូនអរគ្នាបន្ទាប់ពីឈានដល់ទីផ្សារអាមេរិកបានម៉ោងខ្ទង់ម៉ោង7បាទដូណាល់ត្រាំគាត់បានឮបាទឮលហៀងថាប្រទេសគេហៅថាប្រទេសបារាំងបាទក៏ដូចជាបណ្ដាប្រទេសសហព័ន្ធអឺរ៉ុបផ្សេងៗបាទសហភាពអឺរ៉ុបផ្សេងៗចង់ដាក់ពន្ធចំនួន 25% ទៅលើការនាំចូលវីស្គីពីសហរដ្ឋអាមេរិកមកបាទគ្រាន់តែលោកដូណាល់ត្រាំឮប៉ុណ្ណឹងគាត់បានគម្រាមការដាក់ពន្ធចំនួន 200% ទៅលើប្រទេសបារាំងក៏ដូចជាបណ្ដាប្រទេសណាដែលចង់ដាក់ពន្ធចំនួន 25% ទៅលើសហរដ្ឋអាមេរិកបាទគឺគាត់គម្រាមនៅក្នុងការដាក់ពន្ធ 200% ទៅលើប្រទេសហ្នឹងបើសិនជាហ៊ាននាំចូលស្រាមកវិញតែហ៊ានដាក់ពន្ធលើអាមេរិកនឹងដាក់ពន្ធវិញបាទគឺពីមុនយើងឃើញថា3ប្រទេសទេកាណាដាមីស៊ីកូហើយចិនឥឡូវរីករាលដាលពេញហ្នឹងហើយដល់សហភាពអឺរ៉ុបផ្សេងបាទហើយក៏ដូចជាប្រទេសបារាំងទៀតអញ្ចឹងសង្គ្រាមសេដ្ឋកិច្ចខ្ញុំគិតថាអាចនឹងក្តៅកគុកហើយបានធ្វើឲ្យការព្រួយបារម្ភកាន់តែខ្លាំងតម្រូវការមាសកាន់តែមានហើយមួយទៀតកាលពីម្សិលមិញតនន័យនៅក្នុងម៉ោង5 2កន្លះហ្នឹងគឺអត់ល្អដូចគ្នាទៀតបាទបានធ្វើឲ្យតម្លៃហាងឆេងមាសហ្នឹងគឺមានការស្ទុះឡើងបន្ថែមទៀតនេះកាលពីម្សិលមិញណាបាទកាលពីម្សិលមិញគឺនេះព័ត៌មាន PPI បាទសន្ទុះតម្លៃគេហៅថាការផ្លាស់ប្ដូរតម្លៃផលិតផលគឺធ្លាក់ចុះខ្លាំងមែនទែនគឺជាសចនាករមួយដែលមិនល្អទេបាទតោះអញ្ចឹងយើងឃើញថាមាសកាលពីម្សិលមិញបានឡើងដល់ 2988 ឬក៏89 $3,000 នៅក្នុងមួយអោនគឺជាការរំពឹងទុករបស់ធនាគារធំដែលបានព្យាករទុកមកឲ្យយើងតាំងពីដើមឆ្នាំបាទខ្ទង់ខែ1នឹងឯងឬក៏ចុងខែ1ឬក៏ដើមខែ2នឹងឯងបច្ចុប្បន្នវាចាប់ផ្ដើមចិត្តទៅដល់ហើយចឹងវិញខ្ញុំគិតថាអត់ពិបាកទេដែលឡើងដល់$3,000នៅក្នុងមួយអោនសម្រាប់ថ្ងៃនេះយើងចាំមើលទាំងអស់គ្នាណាពីខ្ញុំទៅបើសិនជាបងប្អូនចង់ទិញស្របទៅតាមទីផ្សារចាំវា refresh មកបន្តិចចាំទិញខ្ញុំមានតម្លៃនៅក្នុងការទិញតោះប្រាប់ព័ត៌មានមកបន្តិចយប់ហ្នឹងយើងមានព័ត៌មាន2បាទ UOM Consumer Sentiment ទំនុកចិត្តរបស់អ្នកប្រើប្រាស់បាទដែលមានការ survey ពីសាកលវិទ្យាល័យ UOM បាទហើយមួយទៀតគឺការរំពឹងទុករបស់អតិផរណាបាទអញ្ចឹងព័ត៌មានហ្នឹងអាចប៉ះពាល់ដូចគ្នាដរាបណាបើចេញមកល្អទាំងពីរបានប៉ះពាល់ល្អទាំងពីរមាសអាចចុះខ្លះបើសិនជាចេញមកអត់ល្អទាំងពីរមាសអាចកើនឡើងបន្ថែមទៀតបាទតែបើសិនជាចេញមកល្អមួយអត់មួយគឺដដែលបាទគឺអត់ទៅណាទេមាសពីខ្ញុំទៅបងប្អូនអរខ្ញុំមានតម្លៃនៅក្នុងការទិញបាទនេះគឺជាការវិភាគរបស់ខ្ញុំបាទសូមរៀងលឿនតិចថ្ងៃនេះខ្ញុំដោយសារជាប់រវល់ណា2974និង78បើសិនជាបងប្អូនចង់ទិញអាចតេស្តទិញបាទបើសិនជាបងប្អូនចង់ទិញឥឡូវ87 88 85ហ្នឹងសូមប្រយ័ត្នផងណាបាទព្រោះម្សិលមិញវាឡើងច្រើនអញ្ចឹងការកើនឡើងរបស់វាត្រូវការ retest ដូចគ្នាបាទ2977 74 78បាទ2964 68និង2950 54បាទកន្លែងនេះគឺជា resistance បើយើងមើលមួយថ្ងៃយើងឃើញនេះឃើញទេបាទ55អញ្ចឹងបើសិនជាមាសវាអត់ឡើងទៅលើទេវាធ្លាក់មកក្រោមវិញដល់តំណឹងបានឡើងទៅថែមទៀតបាទអញ្ចឹងយើងសម្រាប់ការទិញគឺយើងមានការប្រុងប្រយ័ត្ននៅក្នុងការទិញដូចគ្នាបាទអញ្ចឹងតេស្តទិញ support ទី1ចាប់ផ្ដើមទិញ support ទី2ហើយធ្លាក់មកដល់ demand ចាប់ផ្ដើមបុកទិញតែម្ដងក៏មួយយ៉ាងដែរប៉ុន្តែ complete stop loss ឲ្យសោះណាបាទការ recommend ឲ្យ sell គឺខ្ញុំអត់ recommend ទេខ្ញុំប្រាប់ទិសដៅជូនបងប្អូនវិញបាទទិសដៅទី1បើវាទៅដល់គឺ3000នឹងឯងបាទទិសដៅទី2បើសិនជាវានៅតែបន្តនៅក្នុងការកើនឡើងបន្ថែមទៀត3012និង3016បើសិនជានៅតែបន្តថែមទៀតតម្រូវការមាសនៅតែមានភាពភ័យខ្លាចនៅតែមានវានឹងដល់ទៅដល់ទិសដៅទី3 2000សំទោស3024និង28អត់ត្រឡប់និយាយដល់ពេលអញ្ចឹងទៅរៀងខុសបន្តិចបាទអញ្ចឹងពីខ្ញុំទៅនៅក្នុងថ្ងៃហ្នឹងអាចរកកន្លែងទិញបន្តទៀតទៅបងប្អូនអរគ្នាដើម្បីស្របទៅតាមកម្លាំងផ្សារក៏ដូចជាស្របទៅតាមទិន្នន័យព័ត៌មាននៅខាងក្រៅបាទតើអញ្ចឹងពីខ្ញុំទៅខ្ញុំមានប៉ុណ្្នឹងទេអាប់ដេតជូនទៅដល់បងប្អូនអរគ្នាសង្ឃឹមថាបងប្អូនអរគ្នាចូលទីផ្សារនៅក្នុងថ្ងៃហ្នឹងល្អហើយដាក់ stop loss ឲ្យបានត្រឹមត្រូវផងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាសម្រាប់បងប្អូនណាដែលគាត់ចង់ទិញលក់តម្លៃហាងឆេងមាស scan QR code ខាងឆ្វេងដៃដើម្បីតាក់ទងមក Telegram ខ្ញុំផ្ទាល់បាទអរគុណច្រើនណាស់បងប្អូនអរគ្នាបាទជម្រាបលា